សក់ជ្រូកឆកតំពេកមកបងប្រាប់ផលរដ្ឋខាត់ឆ្នាំម៉ៃប៉ុន្តែសក់របស់យើងនៅតែមានអារម្មណ៍ថាបានផលសោះខាតតែពេលវេលាមិនអត់បងខ្ញុំសូមណែនាំជាមួយនឹងផលិតផលបណ្ដុះសក់មួយប្រភេទដែលខ្ញុំផ្ដល់ទៅលើកំប៉ុងជីសុងដែលខ្ញុំយកមកចែកម្លែកជូនបងប្អូនទាំងអស់គ្នានៅក្នុងប្រអប់នេះគឺគេមានមេឡុកស៊ីដេមកជាមួយនឹងសារធាតុចម្រាញ់មកពីធម្មជាតិបងគឺគេ extra ធម្មជាតិតែម្ដងដែលមានទូនាទីទៅបណ្ដុះគល់សរសៃសក់ជួយបណ្ដុះសក់ថ្មីជួយឲ្យសក់បងសក់ចាស់ហ្នឹងគឺមានសភាពរឹងមាំកັບផលសក់ជ្រូកបងប្រើតាំងតែ3ថ្ងៃទៅមួយសប្តាហ៍ហើយចាប់ដើមកັບផលសក់ជ្រូកមួយថ្ងៃបងជ្រូកទៅ2ទៅ3ទៅ4ឯងចាប់ដើមបងក៏ចាប់ពីមួយទៅឡើងទៅបងចាប់ដើមឃើញស្ទោសក់បងដុសតែម្ដងហើយប្រើបានគ្រប់ប្រភេទស្បែកក្បាលបងប៉ុន្តែស្បែកបងងាយប្រតិកម្មក៏ប្រើបានដែរដូច្នេះសម្រាប់បងកំពុងតែមានតម្រូវការអាចឆាតមកតាក់ទងឥឡូវបានខ្ញុំមានប្រម៉ូសិនណាបងអូខ្ញុំភ្លេចបងទិញមកប្រអប់ spray នេះមកប្រអប់ខ្ញុំជូនជាមួយនឹងម៉ាស់គឺស្លា